សួស្តីអ្នកទាំងអស់គ្នាបាទដោយសារវីដេអូវារៀងវែងខ្ញុំមានវីដេអូទី1ទី2ហើយនេះជាវីដេអូទី3អញ្ចឹងវីដេអូមុនគឺខ្ញុំបានបង្ហាញពីម្លុកនៅពេលដែលយើងគិតលុយហើយខាងស្ដាំដៃនេះវាជាកន្លែងវិកូដដែលយើងធ្វើវាយlabel ដោយសារនំខ្លះมันអាចបិទលើនំបានទេអញ្ចឹងយើងមានតែសរសេរលេខកូដដើម្បីបញ្ជាក់វាយតម្លៃចូលហើយមុខងារមួយចំនួនទៀតដែលខ្ញុំត្រូវបង្ហាញបន្តនេះពាក់ព័ន្ធនឹង customer មានន័យថាអាហ្នឹងសម្រាប់យើង search ឈ្មោះ invoice ដែលយើងបានលក់មុនណាអញ្ចឹងនៅពេលដែលយើងត្រូវការឆែកទិន្នន័យអីយើងវាយចូលក្នុងហ្នឹងអាហ្នឹងវាមិនសំខាន់ទេហើយក៏មិនចាំបាច់ប្រើដែរព្រោះករណីនឹងមួយលុះត្រាតែយើងមានបញ្ហានៅកន្លែងលក់អាហ្នឹងយើងអាច search បានហើយសម្រាប់មុខងារ transaction ចុច home វិញសិន transaction option នេះគឺវាមានមុខងារដូចជា2 4 5 6 7មុខងារ search item មានន័យថាអញ្ចឹងពេលខ្លះភ្ញៀវគាត់ចង់ដឹងតម្លៃអញ្ចឹងយើងអាច search តម្លៃនៅទីនេះបានដោយសារពេលដែលយើងចុចមកគឺយើង scan យើងប្រើ hand scan នេះអញ្ចឹងយើងឃើញតម្លៃរបស់វាលូតមកបើសិនជាភ្ញៀវថាយល់ព្រមថាតម្លៃហ្នឹងគាត់យកបានអញ្ចឹងយើងចុច add មកគឺវាលូតទៅក្នុងតារាងមួយទៀតតារាងដែលយើងទូទាត់លុយអាហ្នឹងសម្រាប់item detail សម្រាប់receipt browser receipt browser នេះគឺវាបង្ហាញព័ត៌មានទាំងអស់ពាក់ព័ន្ធនឹងការលក់របស់យើងប្រចាំថ្ងៃប្រចាំពេលប្រចាំវេនសំបីតាការលក់សាំងក៏វានៅក្នុងនោះដែរហើយមួយទៀតពាក់ព័ន្ធនឹងសាំងគឺគេយក receipt គឺយកនៅកន្លែងនេះឯងអញ្ចឹងនៅពេលដែលខាងសាំងគេលក់ឧទាហរណ៍ថាមិញគាត់មកយក receipt $30 អញ្ចឹងពេលដែលយើង print receipt ទៅអញ្ចឹងវា print វា print receipt ឲ្យយើងបែបហ្នឹងអញ្ចឹងយើងអាចឲ្យអ្នកខាងសាំងយកទៅឲ្យភ្ញៀវដែលគេចង់ទាមទារ receipt ដើម្បីធ្វើរបាយការណ៍ចំណាយរបស់គេហើយមួយទៀតឧទាហរណ៍ដូចជា pay out pay in អីហ្នឹងអាហ្នឹងមុខងារហ្នឹងយើងមិនចាំបាច់ប្រើទេអញ្ចឹងមុខងារសម្រាប់មុខងារមិញគឺយើងប្រើចាំបាច់តែពីរហ្នឹងឯងសម្រាប់ ROA អីចឹងនិយាយរួមមុខងារហ្នឹងយើងមិនចាំបាច់ប្រើទេហើយមួយទៀតសម្រាប់shift function អញ្ចឹងមុខងារនេះយើងប្រើសម្រាប់each day មានន័យថាប្រើបញ្ចប់ថ្ងៃឧទាហរណ៍ដូចខ្ញុំវេនយប់មានន័យថាវេនចុងក្រោយដោយសារថាការលក់នៅ Star Mart នេះមាន3វេនទី1ចូលម៉ោង5ព្រឹកចេញម៉ោង1ថ្ងៃហើយចូលម៉ោង1ថ្ងៃវេនទី2ចូលម៉ោង1ថ្ងៃចេញម៉ោង9យប់ហើយខ្ញុំចូលម៉ោង9យប់ចេញម៉ោង5អញ្ចឹងរបាយការណ៍ដែលខ្ញុំត្រូវធ្វើគឺ select លើ DN គេហៅ DN ប៉ុន្តែនៅក្នុងនេះគឺ each day មានន័យថ្ងៃចុងក្រោយអញ្ចឹងយើងត្រូវប្រើហ្នឹងប៉ុន្តែសម្រាប់គេដែលត្រូវគេចូលវេនមកបន្តថ្ងៃទៅបន្តមួយពេលទៅមួយពេលឧទាហរណ៍គេអ្នកចូលម៉ោង5ព្រឹកអញ្ចឹងនៅពេលដល់ម៉ោង1ជិតដល់ម៉ោង1មានន័យថាម៉ោង12 57ឬក៏59គឺគេត្រូវប្រើមុខងារ close ដើម្បីអីដើម្បីបញ្ចប់វេនរបស់គេដើម្បីធ្វើរបាយការណ៍បញ្ចប់វេនរបស់គេនៃការលក់អាហ្នឹងសំខាន់សម្រាប់មុខងារហ្នឹងអញ្ចឹងខាងគេប្រើ close ដើម្បីបញ្ចប់វេនដើម្បីធ្វើរបាយការណ៍ឲ្យទៅក្រុមហ៊ុនឬក៏តកែអញ្ចឹងខ្ញុំនិយាយពីពាក់ព័ន្ធនឹងការបញ្ចប់វេនធ្វើរបាយការណ៍មាន close shift ហើយហ្នឹងeach day ហើយមួយទៀត shift drop មានន័យថា
chẳng ta cái rồi có cầm món về khác cái mình trong tục lùi nơi kẻឬនៅកន្លែងលក់ច្រើនទេអញ្ចឹងគេអាចកំណត់មុខងារ sales drop ហ្នឹងដើម្បីអីដើម្បីឲ្យបុគ្គលិកតម្លាក់លុយទៅចូលក្នុងទូដែកមានន័យថាខាងតកែកំណត់ឧទាហរណ៍កន្លែងខ្លះគេកំណត់ឧទាហរណ៍ថា1លានចុះនៅពេលដែលកន្លែងលក់បានទឹកប្រាក់1លាន250អញ្ចឹងអា sales drop នេះគឺយើងត្រូវប្រើប៉ុន្តែដូចខ្ញុំនៅខេត្តនេះខាងតកែគេអត់ប្រើទេប៉ុន្តែដូចនៅភ្នំពេញអីអាហ្នឹងគេប្រើអញ្ចឹងសម្រាប់មួយទៀត report cash declaration អាហ្នឹងមុខងារ declare cash អាហ្នឹងមុខងារពីរហ្នឹងក៏យើងមិនចាប់បាញ់ប្រើដែរអញ្ចឹងខ្ញុំក៏មិនបញ្យល់ដែរអញ្ចឹងយើងទៅ home វិញមុខងារ fuel ពាក់ព័ន្ធនឹង fuel នេះសម្រាប់ fuel នេះគឺជាធម្មតាសម្រាប់ខ្ញុំប្រើតែសម្រាប់ឆែក tendon អី tendon នេះវាសម្រាប់យើងមើលតើនៅខាងផាំការ៉ាស់ហ្នឹងនៅមានជាប់ភ្ញៀវចាក់សាំងអត់បើសិនជាវាលោតកំហល់នឹងមានន័យថាផាំសាំងហ្នឹងគឺវាមិនដំណើរការទេយើងអាចបញ្ចប់វេនឬក៏ close shift បានអញ្ចឹងណាហ្នឹងហើយពាក់ព័ន្ធនឹងមុខងារហ្នឹងគឺខ្ញុំប្រើតែមួយនឹងឯងហើយមុខងារផ្សេង delivery lift take drop dry off អីហ្នឹងអាហ្នឹងយើងមិនចាំបាច់ប្រើទេអាហ្នឹងសម្រាប់ខាងតកែខាងអីគេប្រើផ្សេងហើយមួយទៀតពាក់ព័ន្ធនឹង manager មុខងារ manager នេះយើងសម្រាប់យើងឆែកមើលទិន្នន័យរបស់យើង24ម៉ោង cash travel report previous shift report current shift report ហើយភាគច្រើនដោយសារតែខ្ញុំចង់ដឹងឧទាហរណ៍ថាខ្ញុំលក់តាំងពីម៉ោង9មករហូតដល់ម៉ោង22:47នេះតែខ្ញុំលក់បានប្រមាណអញ្ចឹងខ្ញុំត្រូវprint current shift report ដើម្បីដឹងថាការលក់ចាប់ពីម៉ោង9មកយើងបានប្រមាណអញ្ចឹងខ្ញុំសាក print មើលនេះហ្នឹងវានឹងចេញទឹកលុយដែលយើងបានលក់តាំងពីម៉ោង9មកគេមើល dry stock sale តតាមនេះបាន$60.40អាហ្នឹងសម្រាប់យើងមើលទិន្នន័យហើយពាក់ព័ន្ធនឹងមុខងារផ្សេងទៀតយើងមិនសូវចាំបាច់ទេអាហ្នឹងក៏ខ្ញុំអត់បញ្យល់ដែរហើយពាក់ព័ន្ធនឹងquality នេះសម្រាប់មុខងារដែលយើងគុណទំនិញមានន័យថាឧទាហរណ៍ថាទំនិញដែលយើង scan មកគេទិញឧទាហរណ៍ដល់ស្រា5ដបអីចឹងទៅអញ្ចឹងយើងអាច scan ទាំង5អីមានន័យថាយើង scan តែមួយយើង quality ឧទាហរណ៍គេទិញ5យើង quality 5មកយើង enter មកគឺវាចូលទិន្នន័យ5ឲ្យយើងអាហ្នឹងវាពន្លឿននៃការលក់របស់យើងហើយសម្រាប់ no sale នេះគឺសម្រាប់បើកកែលុយអញ្ចឹងមានន័យថាពេលដែលយើងត្រូវការមើលលុយឬក៏រាប់លុយដែលមិនមានការលក់អញ្ចឹងអាម៉ាស៊ីនកេះនេះវាជាប់អូតូមកយើងមិនអាចទាញដកវិញបានទេតើយើងប្រើមុខងារបើកនៅក្នុងនេះអញ្ចឹងមានន័យថា no sale នេះគឺសម្រាប់យើងបើកកែលុយដើម្បីយើងរាប់លុយឬក៏ត្រូវការដកលុយនៅក្រៅដែលមិនចាំបាច់លក់ហើយ void item នេះគឺសម្រាប់យើងលុបមុខងារពេលដែលយើងscan ហើយប៉ុន្តែខាងភ្ញៀវគេ cancel មានន័យថាគេមិនយកតំណែងហ្នឹងយើង void ចោលទៅមានន័យថាអញ្ចឹងយើងvoid តំណែងមួយមុខនឹងចោលដកតំណែងហ្នឹងវិញហើយ cancel មានន័យថាអីវ៉ាន់ប្រហែលមុខដែលយើង scan ហើយប៉ុន្តែខាងភ្ញៀវគាត់ឧទាហរណ៍ថាដូចចិនអញ្ចឹងគាត់ scan លុយអត់ចូលអញ្ចឹងគាត់អត់មានលុយឲ្យយើងទេអញ្ចឹងយើងប្រើមុខងារ cancel